នៅថ្នាក់ទី 7A មានសិស្សស្រីកម្ពុជាគណិតវិទ្យា3នាក់ដែលល្បីពេញសាលាគឺណារីរចនានិងឆោវីអេម្សិលមិញខ្ញុំឃើញសេពេចញឹមម្នាក់ឯងញឹមមែនហើយតែញឹមអីប្លែកចាំខ្ញុំគិតនាមើលបើញឹម2ដងក្នុង1នាទីហើយមើលទូរស័ព្ទ5ដងមានភាគរយ95%ថាមាន crush ខ្ញុំបន្ថែមរូបមន្តក្រាស់ស្មើញញឹមគុណខ្មាស់អៀនបោកមើលទូរស័ព្ទញឹកញាប់ពួកគេសើចឡូឡាយ៉ាងខ្លាំងពេញថ្នាក់ភ្លាមនោះលោកគ្រូរត់ដើរចូលថ្នាក់គាត់និយាយថាអូថ្ងៃនេះសម្លេងខ្លាំងណាស់តោះអ្នកណាចង់ឡើងធ្វើលំហាត់ខ្ញុំគ្រូខ្ញុំមុនគេខ្ញុំត្រៀមជួចហើយ25បូក37ស្មើប៉ុន្មានណារីមិនជឿជាក់ណាជឿជាក់នៅមានគ្រូតែចម្លើយអត់ទាន់មកដល់រចនារត់ឡើងជំនួសនាងសរសេរលឿន25បូក37ស្មើ512លោកគ្រូស្ងៀម2វិនាទីរួចសួររចនាអ្នកបូកលេខឬភ្ជាប់ Wi-Fi ឆោវីឡើងចុងក្រោយទាំងមុខជឿជាក់លោកគ្រូសួរឆោវីចម្លើយប៉ុន្មាន62គ្រូល្អណាស់មើលទេជឿជាក់បូកខួរក្បាលស្មើបន្ទុកល្អឯងលួចកណ្ដាលក្នុងចិត្តមុនហើយអ្នកទាំង3សម្លេងក្នុងថ្នាក់ស្មើអណន្តតែភាពស្ងប់ស្មើ0គ្រូរូបមន្តនេះត្រឹមត្រូវណាស់